មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់លោកម៉ូសែនរេសៃបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងដែលថាអ៊ីរ៉ង់មានផែនការប៉ុនប៉ងធ្វើឃាតលោកបារ៉ុនត្រាំកូនប្រពៅរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដោយចោទប្រកាន់ថាព័ត៌មាននេះគឺជាការប្រឌិតឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ែនចាមីនណេតាន់យ៉ាហ៊ូនៅក្នុងកិច្ចសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍លោករេសៃបានបញ្ជាក់ថាលោកណេតាន់យ៉ាហ៊ូបានប្រើប្រាស់ការគំរាមកំហែងខ្លាំងៗនេះក្នុងគោលបំណងបន្លាចលោកដូណាល់ត្រាំប៉ុន្តែលោកក៏បានអះអាងដោយការអួតអាងថាប្រសិនបើអ៊ីរ៉ង់ពិតជាចង់ធ្វើឃាតមែនគឺគ្មានអ្វីអាចរាំងពួកគេបានឡើយដោយចាត់ទុកការចោទត្រឹមតែជាការកុហកភូតភរតែប៉ុណ្ណោះទន្ទឹមនឹងការបដិសេធនេះលោករេសៃក៏បានលើកឡើងពីឧបទ្ទហេតុមួយកាលពីខែកក្កដាកន្លងទៅនៅពេលដែលលោកត្រាំបានបដូរពីយន្តហោះធំ Air Force One ទៅជាយន្តហោះយោធាខ្នាតតូចជាងមុនពេលចូលដល់ប្រទេសទូគីដែលលោកបានអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ថាលោកត្រាំមានភាពភ័យខ្លាចក្រោយពេលទទួលការព្រមានពីលោកណេតាន់យ៉ាហ៊ូរហូតដល់ថ្នាក់ត្រូវគេលួចដឹកចេញក្នុងរថយន្តដឹកម្ហូបអាហារដូចជាកម្មករសាមញ្ញម្នាក់ការឆ្លើយតបរបស់មន្ត្រីអ៊ីរ៉ង់រូបនេះកើតឡើងស្របពេលដែលអង្គភាពសន្តិសុខអាមេរិកបានចេញមកអះអាងថាខ្លួនកំពុងធ្វើការស៊ើបអង្កេតទៅលើវីដេអូឃ្លីបរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់មួយដែលបាននិយាយពីការតាមដាននិងដាក់ប្រាក់រង្វាន់$10 លានសម្រាប់ការប៉ុនប៉ងលើជីវិតរបស់លោកបារ៉ុនត្រាំដែលមានវ័យ20ឆ្នាំភាពតានតឹងដ៏ក្តៅគគុកនេះបានកើតឡើងចំពេលដែលមានសង្គ្រាមជិត6ខែកន្លងមកហើយរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលធ្វើឲ្យបញ្ហាសន្តិសុខរបស់គ្រួសារប្រធានាធិបតីអាមេរិកក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍ទោះបីជាទីភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានទទួលការព្រមានជាច្រើនដងពីភាគីអ៊ីស្រាអែលពាក់ព័ន្ធនឹងការគំរាមកំហែងពីអ៊ីរ៉ង់ក៏ដោយក៏ភាពត្រឹមត្រូវនៃវីដេអូនិងការចោទប្រកាន់ទាំងនេះនៅតែមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេខណៈដែលលោកត្រាំធ្លាប់បានប្រកាសម្ដងម្កាលរួចមកហើយថារូបលោកផ្ទាល់គឺស្ថិតនៅលើបញ្ជីគោលដៅត្រូវកម្ចាត់ចោលរបស់អ៊ីរ៉ង់